ដោយត្រូវបានត្រឡប់ទៅកាន់រៀងដើមវិញបានយកខ្សែនាគចេញហើយធ្លាក់នៅលើដីយូគូបានមើលឃើញឆាកនេះយ៉ាងភ័យខ្លាចបានកាន់សត្វនាគយ៉ាងសោកស្ដាយនិងជឿចាប់មិនយូរប៉ុណ្ណោះបានយកវាត្រឡប់ទៅផ្ទះនៅក្នុងពេលដូចគ្នានេះហុងប៉ាទីនក៏បានដឹងពីព័ត៌មាននេះពីគ្រូសេមានការប្រកាសថាប្រសិនបើបាននឹងសាច់ដុំរបស់ពុត្រានាគអាចរស់នៅយូរដូច្នេះហុងប៉ាទីនបានបញ្ជាឲ្យអ្នកទោសចាប់យកសត្វនាគប៉ុន្តែពុត្រានាគក៏ចុះចាញ់ប្រឹងទប់ទល់ទោះបីពុត្រានាគមានក៏មិនមែនជាមនុស្សទាំងនេះអាចប្រៀបធៀបបានកន្លែងគឺបានបញ្ចេញពួកគេប៉ុន្តែសម្រាប់មនុស្សច្រើនដើម្បីមិនឲ្យយូគូនិងម៉ាក់រងគ្រោះនាគរីកត្រូវបានបង្ខំឲ្យបោះចោលពួកគេខណៈខ្លួនវាត្រូវបានគេចងនៅលើស្ពានត្រូវបានសម្លាប់ដោយមនុស្សអាក្រក់ហុងប៉ាទៀនបានជោគជ័យចង់ហូបសាច់និងផឹកឈាមនាគនោះមកបានអាយុកាលអស់កលុកជាមួយកម្លាំងអម្ទេសស្ដេចនាគនៅលើមេឃមិនអនុញ្ញាតឲ្យមានអ្វីដូចនេះកើតឡើងទីក្រុងជេវូបានបង្ហាញពីអាចកំបាំងនៃមេឃតែអាចត្រូវបំផ្លាញឲ្យលិចលង់មានរឿងប្រាប់ថាដំណៀលថាមានឈាមចេញពីភ្នែកនាគនោះគឺជាថ្ងៃតែក្រុងត្រូវវិនាសក្នុងពេលខ្លីមេឃមានភ្លេចបន្ទោហើយមានទឹកជន់លិចទីក្រុងប្រជាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលពីរនាក់នេះកំពុងត្រូវបានស្ទុះដោយស្ទុះធំមួយពន្លឺភ្លឺឆាប់មកហើយបន្ទាប់មកបង្ហាញជាបាល់ទឹកធំមួយដូច្នេះបុត្រនាគមិនបានស្លាប់ទេស្ដេចនាគបានបញ្ចូលវិញ្ញាណទៅក្នុងគុជវេទមន្តទឹកសាធប់ផ្សំគ្នាហើយបានកើតឡើងវិញដើម្បីជួយប្រជាជនក្នុងទីក្រុងនេះពុត្រានាគបានបញ្ចេញដួងកែវដើម្បីដេញទឹកចេញពីទីក្រុងនេះហើយបន្ទាប់មកបានបំលែងទៅជាប្រែជាមនុស្សធម្មតាពេលនោះគាត់ក៏ចិត្តដួងកែវដើម្បីសម្រាប់មាននាគគប់ស្វាយមួយបានបង្ហាញខ្លួនវាគឺជាចុងបាធានដែលបានសុយសាច់នាគហើយក៏ក្លាយជាបេសាច់នាគមិនខុសពីការទូទីនេះគឺជាអ្នកដែលបានហុងបាធានបានឃើញក្មេងស្រីក៏ចង់សម្លាប់គាត់កំពុងតែចង់ប្រយុទ្ធទៅលើយូគូតែស្ដេចនាគក៏បានមកដល់ពេលវេលាដើម្បីជួយសង្គ្រោះបេសាចនាគឃើញដូច្នេះភ្លាមបានបាញ់បាល់អគ្គីភ័យមួយចេញពីមាត់ប៉ុន្តែស្ដេចនាគមិនអន់ដែរទ្រង់បានប្រយុទ្ធនឹងបេសាចនាគយុទ្ធសិល្បៈរបស់បេសាចទូអាចបន្តហាត់ប៉ុន្មានរយឆ្នាំទៀតក៏មិនអាចជាដៃគូរបស់គាត់បានទេសូមអរគុណដែលបានទស្សនាដល់ចប់ជូនពរឲ្យសំណាងល្អសុខភាពល្អសំខាន់ឲ្យឆាប់ដល់គូជួយ follow ម្នាក់មួយផង